សូមគោរពជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាក៏ដូចជាអតិថិជនរបស់បរិយា Downtown ថ្ងៃនេះផងដែរខ្ញុំចង់មកណែនាំអំពីការវិនិយោគទៅលើប្រភេទអចលនទ្រព្យក៏ដូចជាការទិញផ្ទះសម្រាប់ស្នាក់នៅពាក់ព័ន្ធជាមួយនឹងការទិញអចលនទ្រព្យក៏ដូចជាការទិញផ្ទះសម្រាប់ស្នាក់នៅជាដំបូងឡើយអ្នកទាំងអស់គ្នាគួរតែជ្រើសរើសទីតាំងសម្រាប់ទីតាំងបងប្អូនគួរតែរើសទីតាំងណាដែលមានសក្តានុពលបរិយា Downtown គឺជាទីតាំងដែលមានសក្តានុពលខ្លាំងបំផុតនិងល្អបំផុតដែលមានដូចជាមន្ទីរពេទ្យសាលារៀននិងផ្សារទំនើបសម្រាប់អតិថិជនដែលចង់ទិញផ្ទះមិនថាវិនិយោគឬក៏ទិញសម្រាប់ស្នាក់នៅក៏គួរតែមើលទៅលើឯកសារដែលម្ចាស់គម្រោងមានដើម្បីបញ្ជាក់បានថាគម្រោងបរិយា Downtown គឺជាគម្រោងដែលពិតប្រាកដមែនឬក៏អត់នោះថ្ងៃនេះផងដែរខ្ញុំសូមបង្ហាញជាមួយនឹងឯកសារដែលសំខាន់ម្ដងមួយជូនទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលជាដំបូងនោះគឺឯកសារដែលបង្ហាញអំពីប្លង់នេះគឺជាឯកសារវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យដែលគេហៅថាប្លង់រឹងចឹងសម្រាប់បរិយារបស់យើងផ្ទាល់គឺមានជាមួយនឹងប្លង់រឹងឯកសារត្រឹមត្រូវឯកសារច្បាស់លាស់តែនៅក្នុងនោះផងដែរគឺមានបញ្ជាក់ជាមួយនឹងឈ្មោះរបស់ម្ចាស់គម្រោងផ្ទាល់នៅលើនឹងតែម្ដងតែសម្រាប់បន្ទាប់នេះផងដែរគឺខ្ញុំសូមបង្ហាញជាមួយនឹងប្លង់បំបែកក្បាលដីដែលប្លង់បំបែកក្បាលដីយើងឥឡូវនេះគឺមានរួចរាល់ជាស្រេចសម្រាប់អតិថិជនដែលទិញបរិយា Downtown សម្រាប់ប្លង់បំបែកក្បាលដីនេះផងដែរគឺមានទំហំផ្ទះទំហំដីជាមួយនឹងលេខផ្ទះនៅលើនឹងរួចរាល់ជាស្រេចតែម្ដងបងប្អូនទាំងអស់គ្នាតែបន្ទាប់មកនេះគឺជាស្លាកក្បាលដីអញ្ចឹងមុននឹងយើងចេញជាប្លង់បំបែកក្បាលដីបានគឺយើងមានជាមួយនឹងស្លាកក្បាលដីដែលបញ្ជាក់ពីទំហំដីនៃការសាងសង់និងឈ្មោះម្ចាស់គម្រោងផ្ទាល់តែម្ដងអញ្ចឹងពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ក្នុងការទិញវិនិយោគមិនថាទិញវិនិយោគមិនថាទិញសម្រាប់ស្នាក់នៅនោះទេគឺបងប្អូនគួរតែដឹងលម្អិតអំពីឯកសារទាំងអស់ដែលម្ចាស់គម្រោងមានតែមួយវិញទៀតនោះគឺវិញ្ញាបនបត្រនៅក្នុងការបើកក្រុមហ៊ុនអញ្ចឹងសម្រាប់នេះគឺជាវិញ្ញាបនបត្រដែលចេញពីក្រសួងពាណិជ្ជកម្មដែលមានឈ្មោះថា Downtown Development Co Ltd តែអញ្ចឹងសម្រាប់ឯកសារទាំងអស់នេះគឺជាឯកសារដែលសំខាន់ដែលបងប្អូនទាំងអស់គ្នាមុននឹងទិញអចលនទ្រព្យគួរតែសុំម្ចាស់គម្រោងមើលផ្ទាល់ដើម្បីឲ្យច្បាស់និងទិញដោយទំនុកចិត្តអញ្ចឹងសម្រាប់នៅខាងបរិយា Downtown គឺទុកឯកសារនេះនៅខាងក្រោយក្នុង cell ផ្ទាល់តែម្ដងអញ្ចឹងពេលដែលបងប្អូនអញ្ជើញមកមើលគម្រោងអញ្ជើញមកសួរព័ត៌មាននៅខាង office បរិយា Downtown អាចឆ្លៀតមើលជាមួយនឹងឯកសារទាំងអស់នេះបានគឺយើងទុកសម្រាប់បង្ហាញទៅដល់អតិថិជនទាំងអស់គ្នាផ្ទាល់តែម្ដងហើយមួយវិញទៀតនោះគឺអាជ្ញាប័ណ្ណអាជីវកម្មអញ្ចឹងអាជ្ញាប័ណ្ណអាជីវកម្មនេះដោយមានឈ្មោះលោកជំទាវខុងលីស៊ីអាណាដែលឈរឈ្មោះផ្ទាល់និងជាម្ចាស់គម្រោងផ្ទាល់តែម្ដងចា៎អញ្ចឹងសូម្បីតែលិខិតអនុញ្ញាតក្នុងការសាងសង់ក៏យើងមានបានបតង់ក៏យើងមានជាមួយនឹងវិញ្ញាបនបត្រចុះបញ្ជីពន្ធដារក៏យើងមានដូចគ្នាពុកម៉ែបងប្អូនទាំងអស់អញ្ចឹងបងប្អូនទាំងអស់គ្នាអាចអញ្ជើញមកមើលជាមួយនឹងបរិយា Downtown បានដែលបរិយា Downtown យើងនៅលើផ្លូវលោកអុកញ៉ាឌូងៀ2កែងជាមួយនឹងផ្លូវ2004កែងជាមួយនឹងផ្លូវវិញស្រេងចំពោះគុណភាពសំណង់វិញគឺមានការយកចិត្តទុកដាក់ពីម្ចាស់គម្រោងផ្ទាល់តែម្ដងដោយមានការចោទឆៃនិងត្រួតពិនិត្យជារៀងរាល់សប្ដាហ៍ជាមួយនឹងជាងជាមួយនឹងខាងវិស្វករដែលជំនាញនៅក្នុងបរិយា Downtown ផ្ទាល់តែម្ដងអ្វីដែលកាន់តែពិសេសទៀតនោះអតិថិជនទាំងអស់គ្នាធ្វើការទិញជាមួយនឹងប្រភេទវីឡាណាមួយក៏បាននៅក្នុងបរិយា Downtown និងទទួលបានការបញ្ចុះតម្លៃរហូតដល់ 10% ភ្លាមជាមួយនឹងការថែមជូន iPhone 17 Pro Max Gold Limited Edition ជាមួយនឹងការបង់អត់ការប្រាក់រយៈពេលវែងថែមទៀតផងប៉ុន្មានឱកាសល្អមួយនេះរំលងផុតទៅអតិថិជនទាំងអស់គ្នាអាចអញ្ជើញមកមើលផ្ទះគំរូដោយផ្ទាល់នៅខាងបរិយា Downtown ឬក៏សាកសួរព័ត៌មានជាមួយនឹងភ្នាក់ងារលក់នៅខាងបរិយា Downtown តាមរយៈលេខទូរស័ព្ទខាងក្រោម